ថ្ងៃនេះខ្ញុំបានមុខម្ហូបមួយយ៉ាងនេះគឺបងប្អូនធ្លាប់តែដឹងហើយធ្លាប់ធ្វើធ្លាប់ញ៉ាំហើយគឺអង្កែបបោកណាបងប្អូនហើយនេះហើយក៏យើងអាំងឆ្អិនហើយក៏យើងដាក់លើថាសនេះក៏តំណងដល់កហើយបងប្អូនគឺធ្វើឲ្យស្រក់ទឹកមកតក់បណ្ដោយណានេះហើយក៏ជាដំបូងគឺយើងមិនធ្វើអីច្រើនទេបងប្អូននេះគឺយើងមកបុកគ្រឿងហើយនឹងថែមគ្រឿងត្រូវជាមុនសិនមកដូចជាប៊ីចេងរ៉ូឌីម្សៅស៊ុបហើយនឹងអំបិលបន្តិចតួចមកបងប្អូនហើយក៏យើងបុកវាឲ្យចូលជាតិគ្នាឲ្យវាចូលជាតិគ្នាដើម្បីថាឲ្យវារសជាតិគ្រឿងហើយនឹងប៊ីចេងរ៉ូឌីម្សៅស៊ុបហ្នឹងឲ្យវាចូលជាតិគ្នាបណ្ដោយហើយជាបន្ទាប់មកទៀតនេះមកច្រាំសាច់ជ្រូករបស់យើងច្រាំសាច់ជ្រូក3ចិនណាហើយក៏យើងច្រាំឲ្យល្អិតទៅច្រាំឲ្យល្អិតហើយក៏យើងបន្ថែមជាមួយនឹងផ្សិតចំបើងរបស់យើងទិញមកតាម1ខាំ2ខាំមកបានហើយបងប្អូនគឺយើងច្រាំចុះច្រាំឡើងច្រាំចុះច្រាំឡើងឲ្យវាម៉ត់ចូលជាតិជាមួយសាច់ជ្រូកទៅណានេះហើយក៏បន្ទាប់មកក៏យើងបន្ទាប់ពីច្រាំហើយមើលម៉ត់មើលអីហើយក៏យើងយកសាច់ជ្រូកហើយនឹងផ្សិតចំបើងរបស់យើងហ្នឹងយកមកបុកលាយគ្នាជាមួយគ្រឿងក្រៅនៅក្នុងត្បាល់របស់យើងដែលយើងបានបុករួចអស់ហើយនេះហើយបន្ថែមជាមួយនឹងជាមួយនឹងសណ្ដែកដីណាបងប្អូនចង់ផ្លេចជាមួយនឹងសណ្ដែកដីហើយបន្ទាប់មកបុកសណ្ដែកដីបុកអីរួចអស់ហើយក៏យើងបេះមករះប្រៅរបស់យើងណារះប្រៅក៏យើងដាំក្រោយផ្ទះណែងហើយក៏យើងបុកចុះបុកឡើងឲ្យវាចូលជាតិជាមួយគ្រឿងជាមួយក្រៅជាមួយសាច់ជ្រូកអីនឹងមរះប្រៅយើងចូលជាតិគ្នាឲ្យកុំបីថាមរះប្រៅផ្សេងសាច់ជ្រូកផ្សេងហើយគ្រឿងផ្សេងណាយើងចូលជាតិគ្នាឲ្យវាសព្វមុខបុកចុះបុកឡើងបុកចុះបុកឡើងឲ្យវាមើលទៅក៏គ្រាន់តែបុកប៉ុណ្ណេះក៏ក្លិនឈ្ងុយមែនទែនបងប្អូនអើយមិនបាក់ដល់អាំងក៏គ្រាន់តែក្លិនគ្រឿងប៉ុណ្ណេះក៏ឈ្ងុយមើលទៅក៏ដល់កតំណងមែនទែនហើយក៏បន្ទាប់មកបុកហើយរួចរាល់អស់ហើយក៏យើងយកកែបរបស់យើងនេះដែលយើងបានធ្វើរួចឲ្យស្រេចហើយហ្នឹងយកមកញឹកគ្រឿងវាមកញឹកម្ដងមួយចេះមកមើលទៅក៏ដល់កគ្រាន់តែអង្គុយញឹកចេះមើលទៅកែបក៏កំពេញកំពងដល់កហើយគ្រាន់តែថាកែបរបស់យើងមាន6កែបហ្នឹងគឺយើងញឹកម្ដងមួយទៅហើយក៏អាកាយញឹកហ្នឹងបើសិនជាយើងយកស្អីញឹកក៏បានដែរប៉ុន្តែបើយើងយកដៃពាក់ស្រោមដៃអីសនំសនូនចេះមកគឺញឹកស្រួលហើយក៏លឿនទៀតមិនបាក់ឡៃទៅចាំយកចង្កឹះយកអីញឹកឲ្យវាណែនឲ្យវាអីទេព្រោះថាពេលណាដែលយើងអាំងទៅអីទៅក៏យើងកែបហ្នឹងវាឡើងរឹងឡើងអីទៅវាធ្វើឲ្យធ្លីពោះណាពេលណាយើងញឹកតឹងពេកបើសិនជាយើងញឹកមិនសូវតឹងពេកចឹងគឺយើងអាំងទៅអីទៅគឺវាអត់ធ្លីពោះទេគឺវាចូលជាតិគ្នាជាមួយនឹងសាច់កែបនេះហើយមើលតំណងមែនទេបងប្អូនអើយយើងញឹកគ្រឿងរួចអីរួចក៏ដាក់ត្រៀបជួគ្នាចេះ6កែបក៏ដល់កហើយក៏ភ្លើងរបស់យើងគឺរួចរាល់ស្រេចហើយបងប្អូនដែលយើងបានបង្កាត់បណ្ដើអីបណ្ដើក៏យើងមើលទៅដាក់ភ្លើងចេះមកក៏យើងដាក់វាម្ដងមួយអាំងលើចង្អើចេះមកក៏ដល់កហើយរសជាតិគឺឆ្ងាញ់បណ្ដោយគ្រាន់តែដាក់លើភ្លើងចេះមកក៏ញ៉ែវឈ្ងុយដល់ផ្ទះ2ផ្ទះ3បណ្ដោយបន្ទាប់ពីយើងអាំងត្រៀបជួគ្នាបានមើលទៅថាខ្លាញ់វាស្រក់ញ៉ែវឆេះនៅនឹងចង្ក្រានបន្តិចបន្តួចអីទៅក៏ដល់កហើយគ្រាន់តែមើលចោះកំពេញកំពងស្ដោកស្ដឹងមើលទៅក៏រសជាតិក៏តំណងមែនទែនផ្លូវក៏ត្អូបដោយសាច់កែបនេះណាហើយក៏យើងត្រឡប់ប្រែចុះប្រែឡើងត្រឡប់ចុះត្រឡប់ឡើងកុំឲ្យវាខ្លោចពេលណាដែលយើងដាក់ភ្លើងខ្លាំងអីខ្លាំងវាអាចខ្លោចអីអញ្ចឹងហើយយើងដាក់ភ្លើងហើយឡែងអង្គុយប្រែវាទៅវាអាចវានឹងឆ្អិនដល់ក្នុងបាក់យើងបាក់ស្ងោគ្រឿងឬក៏លីងគ្រឿងជាមុនទេយើងធ្វើអញ្ចឹងទៅគ្រឿងហើយនឹងកែបរបស់យើងនឹងគឺក៏ហមផោតេតបណ្ដោយបងប្អូនអើយនេះឃើញទេមួយចោះហើយអាសាច់ផ្លូវរបស់វាក៏ហូបទៅគឺរសជាតិឆ្ងាញ់មែនទែនគឺវាតំណងធ្វើឲ្យយើងគ្រាន់តែបញ្ចូលសន្លេងក៏នៅរសជាតិគឺมันអាចថ្លៃបានទេគឺដកដាមនៅក្នុងរសជាតិអាជីវហាវិញ្ញាណរបស់យើងដែលយើងហូបរាល់ថ្ងៃនោះនឹកឃើញបណ្ដោយហើយក៏មើលចោះអង្គុយអាំងចុះអាំងឡើងអាំងចុះអាំងឡើងគឺថាឆ្អិនហើយក៏យើងលើកមកចុះមកដាក់នឹងស្លឹកចេករបស់យើងនេះមួយចោះតំណងមែនទែនហើយក៏ហមផោតេតបណ្ដោយគឺរសជាតិគឺតំណងបណ្ដោយគឺมันចង់និយាយថាវាគ្រាន់តែក្លិនដែលរសជាតិវាគឺយើងថាឲ្យ100លើ100បណ្ដោយហើយក៏បងប្អូននេះធ្វើទៅតាមខ្ញុំទៅហើយក៏ការបុកគ្រឿងការបុកអីដូចតែបុកគ្រឿងសឡជូរគ្រឿងអីប៉ុន្តែយើងអាចបានដាក់ប្រហុកទេបងប្អូនអើយគឺយើងដាក់តែគ្រឿងក្រៅរបស់យើងមកគឺឆ្ងាញ់ហើយបងប្អូនអើយហើយក៏កែបរបស់យើងក៏ឆ្អិនហើយក៏យើងដួសបាយដាក់នឹងស្លឹកចេកដែលយើងដើម្បីហូបដើម្បីអីណែបងប្អូនហើយក៏អញ្ជើញទស្សនាពីការហូបដូចតទៅបងប្អូននេះបងប្អូនអើយថ្ងៃនេះបានកែបបោកភ្លៀងមួយមេធំល្ងាចមិញក៏នេះខ្ញុំទៅផ្សារខ្ញុំបានចាប់ខ្លួនឯងទេបើចាប់ខ្លួនឯងថតកាន់តែពិសេសតែឡាយតែយាមយប់មិញដល់ពេលមកពីយាមវិញចូលផ្សារឃើញកែបបោកក៏នេះនាងឃើញកែបគេចាប់តាមស្រែតាមអីមកក៏ណាទិញយកមកមកញឹកគ្រឿងខ្លួនឯងហើយក៏តំណងមែនទេបងប្អូនមើលគេត្រូវតែជើងឯនេះគេញឹកចូលគ្នាតែខ្ញុំជើងញឹកច្រាំចូលនេះគ្រឿងវាឆ្អឹងវាអីទៅខ្ញុំខ្ជិលខ្ញុំដាក់ចេះហូបមួយចុះឆ្ងាញ់ដល់បងប្អូនចំដល់ក្នុងដល់ព្រោះអាំងយូរច្រើនដែរបងប្អូនហើយដាក់ភ្លើង
rồi cho là đó bị chui ra rồi bạn phồn có ăn lọc nông Đặt lâu kìa phải ôm lênต้องเอาเนี่ยทอดพอ thợ trăm cơ เนี่ยทำเป็น tôm ớt đi nhặt thọt phải rồiคือแต่เป็นchỗ vô nhặt thọt phải à phao dương mà sân thì dương ba đại cho lụi các bạn này nè lụi tăng cường bên nóc nông phố bên này ăn vô tầm năm không